ស្ដីអ្នកនរគ្នាថ្ងៃនេះដែរខ្ញុំមានលំហាត់ limit មួយសម្រាប់យកមកឲ្យអ្នកនរគ្នាធ្វើលេងដែរបាទគឺ limit របស់យើងគឺគេឲ្យយើងគណនា limit x ខិតទៅរក0នៃ x ដក sin x លើឲ្យ 2x ដក sin 2x ឥឡូវយើងសង្កេតមើល limit របស់យើងគឺស្ថិតនៅក្នុងក្រុម limit ដែលមានរាងមិនកំណត់0លើ0ដើម្បីជាជំនួយក្នុងការសិក្សា limit ហ្នឹងខ្ញុំសូមតាំង L ស្មើឲ្យ limit ទាំងមូលខាងលើហ្នឹងយល់ហើយណាតាំង L ដើម្បីស្រួលគណនាតមកទៀតខ្ញុំសូមបង្ហាញនៅកន្លឹះដើម្បីគណនា limit មួយនេះចឹងដើម្បីគណនា limit ហ្នឹងគឺយើងត្រូវចែកអង្គទាំងពីរនៃពភាគហ្នឹងទៅភាគខាងលើភាគខាងក្រោមហ្នឹងចែកវាជាមួយនឹង x ស្វ័យគុណ3ចឹងយើងបានមកស្មើ limit x ខិតទៅរក0អានេះចែក x ស្វ័យគុណ3អូខេអានេះ x ស្វ័យគុណ3ដែរមកយើងមើលម្ដងតិចទៅចឹងហ៎អូខេឥឡូវយើងឃើញថា limit ហ្នឹងគឺវាមានពីរផ្នែកហើយផ្នែកខាងលើនិងផ្នែកខាងក្រោមអញ្ចឹងយើងតាំង limit ខាងលើហ្នឹងដោយផ្នែក a អញ្ចឹងមកផ្នែក a អញ្ចឹងអានេះផ្នែក2មកណាព្រោះថា limit ហ្នឹងវាមានពីរផ្នែកបើយើងគណនាទាំងដុលគឺវាឃើញច្រើនវាច្រើនលេខវាច្រើនចឹងយើងទៅសេអត់អស់ចឹងយើងតាំងវាទៅផ្នែកមកឲ្យវាងាយស្រួលមើលផងចឹងចឹងយើងតាំង a ស្មើ limit ខាងលើហ្នឹង x ដក sin x ហ្នឹង x ដក sin x លើ x ស្វ័យគុណ3អាហ្នឹងក៏រៀង0លើ0ដែររៀង0លើ0អញ្ចឹងវិធីសាស្ត្ររបស់យើងដើម្បីគណនា limit ផ្នែក a នេះគឺយើងត្រូវបដូរ x របស់យើងទៅជា 2x ក្រោយពីយើងបដូរឲ្យបានមកសេមក x ខិតទៅរក0នៃ 2x អានេះវាទៅជា sin 2x អញ្ចឹង sin 2x វាស្មើជាមួយនឹង2 sin x cos x បាទ2 sin x cos x ហើយចំណាយនេះវាទៅជា2x វងកញ្ចក់ស្វ័យគុណ3ហើយអញ្ចឹងវាស្មើជាមួយនឹង 8x x គីបអូខេតមកទៀតលេខ2នេះគឺយើងអាចចាប់ជាកតាបានអត់យើងអាចចាប់លេខ2ជាកតាពេលដែលយើងចាប់ជាកតាហើយយើងសម្រួលនឹង8អានេះអស់អានេះថាសល់4 sin x cos x 4x ស្វ័យគុណ3តមកទៀតដើម្បីគណនាតទៀតយើងត្រូវថែមថយថែម x ដក x វិញបាទយើងថែមថយអញ្ចឹងមកអានេះ 4x ស្វ័យគុណ3យើងមកអានេះបាននេះវាប្រហែល1លើ4យកមកឥឡូវផ្ដាច់ហើយយើងផ្ដាច់មកតួមកហើយស្វ័យគុណ3អានេះមកតួទៀតយើងចាប់ sin x ចេញហើយ1ដក cos x អានេះនៅដដែលចាក់គ្នាអានេះ 4a ចំណាយនេះ limit x ខិតទៅរក0នៃ x ដក sin x
លើ x ស្វ័យគុណ3នេះគឺវាស្មើនឹងអីវាស្មើជាមួយនឹងប្រធានដែលខាងលើយើងនេះវាស្មើ a limit x ខិតទៅរក0 x ដក sin x លើ x ស្វ័យគុណ3ចឹងយើងបានយ៉ាងម៉េចតទៀតណាអាហ្នឹងវាទៅជា a ហ្នឹងបូកមក limit x ខិតទៅរក0 sin x មួយដកកុស x ស្មើអីស្មើ2កុស2 sin ការ៉េនៃ x លើ2រូបមន្តណាកុំភ្លេចតាមមកនេះដកមក 3a limit x ខិតជិត0នេះ sin x លើ x ចឹងមកអានេះម្ដង2 sin ការ៉េ x លើ2អានេះមានតែ x ការ៉េទេអានេះវា x ការ៉េលើនេះវា sin ការ៉េ x លើ2អានេះមានតែ x ការ៉េទេអញ្ចឹងដើម្បីបានដូចគ្នាយើងដាក់ x លើ2លើជាការ៉េកន្សោមវាគុណជាមួយនឹង1លើ4អញ្ចឹង1លើ2លើជាការ៉េស្មើ1លើ4អានេះ1លើ4យើងគុណអាលើ1លើ4វិញតមកទៀតអានេះ1អានេះ1ដែរ 3a អានេះ2គុណឲ្យ1លើ4ស្មើ2លើ4ស្មើ1លើ2ចឹង 3a ស្មើ1លើ2នាំឲ្យ a ស្មើឲ្យ1លើ6ផ្នែក a ស្មើប៉ុណ្ណឹងផ្នែក2 2x អានេះរៀងស្រួលជាងហ្នឹងភាសាតែអីភាសាដែលយើងបានដោះស្រាយពីមុននេះមកហើយក្បួនរបស់វាគឺយើងធ្វើតាមនឹងតែចឹងខ្ញុំសូមកាត់ទៅណាបដូរ x ទៅជា 2x ដដែលអូខេសូមតចឹងយើងបាន bស្មើ limit x ខិតទៅរក0ដដែលអាមិញ 2x វាទៅជា 4x sin 2x វាទៅជា sin 4x អានេះវាទៅជា 2x ស្វ័យគុណ3បាទយល់ទេណាតាមទៀតមក x ខិតទៅរក0នេះ 4x នេះ2 sin 2x កុស 2x តាមរូបមន្តវាហ្នឹងណាបាទតទៀតមកអានេះចាប់2កតាមកសល់ 2x តឲ្យ sin 2x កុស 2x អានេះសល់ 4x គីបថែមថយដដែលមកនេះវាទៅជាអី 2x ដកចំ sin 2x បូក sin 2x វិញអានេះអាដែលលើឲ្យ4x គីប1លើ4នេះចាប់មុខដល់មុនដែរមក limit x ខិតជិត0អានេះផ្ដាច់ពីដូចមុនទៀតមកអានេះយើងចាប់ sin 2x ដោយអាមុនដែរទៅជាមួយដកកូស 2x លើឲ្យ x ស្វ័យគុណ3នេះ b
បោះ4គុណ 4b អានេះសល់ limit x ខិតសិត0 2x ដកឲ្យស៊ីន 2x លើ x ហើយគុណ3ហើយទៅជាស៊ីន 2x កូស៊ីនការ៉េ2ចែក2 1ស៊ីនការ៉េ2ស៊ីនការ៉េ x បាទចាំងក្រោយមកយើងឃើញថា limit x ខិតទៅរក0នៃ 2x ដកស៊ីន 2x លើ x គីបគឺវាដូចអាប្រធានដើមយើងខាងក្រោយនេះចឹងប្រធានរបស់យើងនេះវាដូច b របស់យើងអញ្ចឹងយើងចំនួនវាដោយ b អញ្ចឹងយើងបាន 4b ស្មើឲ្យ b បូកឲ្យ limit x ខិតជិត0 sin 2x ហើយយើងបានណាយ៉ា sin 2x នេះ 2x គុណជាមួយនឹង2អានេះ2របស់ 2x 2របស់ sin x ការ៉េណាអានេះ2នេះជាយើងគុណឆ្លាស់ជាមួយភាពហើយអានេះ sin x ការ៉េហើយ x ដែលនៅសល់គឺ x ការ៉េអាហ្នឹងយើងអត់មានពិបាកគណនាអីទេយើងកលឹះតាមតិចតួចទេអានេះទៅជា 3b វិញអានេះគណនាមកឃើញប៉ុន្មានអានេះពេចគណនានេះឃើញប៉ុន្មាន1 1លើ4ណា1លើ4អីសុំទោសឃើញ4អញ្ចឹងនាំឲ្យ b ស្មើឲ្យ4លើ3អញ្ចឹងតាម limit របស់យើងខាងលើតាម limit L ស្មើឲ្យកន្សោម A ចាយឲ្យកន្សោម B អញ្ចឹងកន្សោម A របស់យើងស្មើ1លើ6ចាយឲ្យ4លើ3ថាគុណមកច្រាស់វិញស្មើប្រហែលអានេះ2អានេះ1អញ្ចឹង1លើ2គុណឲ្យ1លើ4ស្មើឲ្យ1លើ8អញ្ចឹងចម្លើយរបស់ limit យើងគឺ L ស្មើ1លើ8បាទអរគុណ